សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ណែនាំពីរបៀបរៀបចំដីធ្វើស្រូវប្រាំងការរៀបចំដីមុននឹងដាំដុះសំខាន់បំផុតស្រូវប្រាំងគឺជាស្រូវដែលដាំដុះក្នុងរដូវប្រាំងដោយរំពឹងផ្អែកលើប្រព័ន្ធទឹកស្រោចសពដើម្បីឲ្យស្រូវលូតលាស់ល្អទទួលបានទិន្នផលខ្ពស់និងកាត់បន្ថយការចំណាយការរៀបចំដីមុនដាំគឺជាជំហានសំខាន់បំផុតដែលកសិករមិនគួរមើលរំលងឡើយ 1. សម្អាតស្រែនិងកម្ចាត់ស្មៅនឹងរៀបចំដីត្រូវសម្អាតស្រែឲ្យស្អាតដោយដកស្មៅសំណល់ស្រូវចាស់ៗឬស្មៅរឹងៗចេញការសម្អាតស្រែជួយអត្ថប្រយោជន៍ដូចជា 1. កាត់បន្ថយសត្វល្អិតនិងជំងឺ 2. ឲ្យដីស្អាតងាយរៀបចំ 3. ធ្វើឲ្យស្រូវថ្មីលូតលាស់ស្មើៗគ្នាបើមានសំណល់ស្រូវចាស់អាចកិនបញ្ចូលក្នុងដីដើម្បីបន្ថែមជីវជាតិឲ្យដី 2. ភ្ជួរដីលើកទី1ភ្ជួរដីស្ងួតការភ្ជួរដីលើកទី1គួរធ្វើមុនដាំប្រហែល2 ទៅ 3 សប្តាហ៍គោលបំណងនៃការភ្ជួរដីលើកទី1 បំបែកដីឲ្យទន់ 2. កម្ចាត់ស្មៅនិងសត្វល្អិតក្នុងដី 3. ឲ្យខ្យល់ចូលដីបង្កើតជីវជាតិបន្ទាប់ពីភ្ជួរគួរទុកដីឲ្យស្ងួតបន្តិចដើម្បីឲ្យស្មៅងាប់ 3. បន្ថែមជីមូលដ្ឋានជីគោលមុននឹងដាំឬព្រោះស្រូវត្រូវដាក់ជីមូលដ្ឋានដើម្បីផ្គត់ផ្គង់ជីវជាតិដំបូងឲ្យស្រូវជីដែលអាចប្រើបាន 1. ជីកំប៉ុស្ត 2. ជីគីមី DAP 1846ជីមូលដ្ឋានជួយឲ្យឫសរឹងមាំដើមស្រូវលូតលាស់ល្អកាត់បន្ថយការខ្វះជីនៅដំណាក់កាលដំបូង 4. រៀបចំប្រព័ន្ធទឹកសំខាន់ណាស់សម្រាប់ស្រូវប្រាំងត្រូវការទឹកជាបន្តបន្ទាប់ដូច្នេះត្រូវរៀបចំប្រឡាយទឹកចូលនិងទឹកចេញកុំឲ្យទឹកជ្រៅពេកឬស្ងួតពេករក្សាទឹកកម្ពស់ប្រហែល3 ទៅ 5 សង់ទីម៉ែត្រប្រព័ន្ធទឹកល្អស្រូវល្អផលច្រើន 5. កែសម្រួលផ្ទៃដីឲ្យស្មើមុនដាំត្រូវកែសម្រួលផ្ទៃដីឲ្យស្មើគ្នាដីស្មើជួយឲ្យទឹកចែកស្មើស្រូវដុះស្មើងាយថែទាំនិងដាក់ជីដីមិនស្មើនឹងធ្វើឲ្យកន្លែងខ្លះស្រូវល្អកន្លែងខ្លះស្រូវខ្សោយ 6. ត្រៀមខ្លួនសម្រាប់ដាំឬបណ្ដុះបន្ទាប់ពីរៀបចំដីរួចរាល់ស្រែត្រៀមខ្លួនសម្រាប់ដាំស្រូវដោយម៉ាស៊ីនបណ្ដុះស្រូវឬព្រោះដោយដៃការរៀបចំដីល្អគឺជាគន្លឹះដំបូងនៃទិន្នផលខ្ពស់ការរៀបចំដីមុនដាំស្រូវប្រាំងគឺជាជំហានគ្រឹះដែលសម្រាប់ជោគជ័យជាង 50% នៃទិន្នផលបើដីល្អស្រូវល្អផលច្រើនចំណេញខ្ពស់បើអ្នកចង់បានវីដេអូបង្រៀនបន្តអំពីការបណ្ដុះស្រូវប្រាំងតារាងដាក់ជីស្រូវប្រាំងការពារជំងឺស្រូវសូមចុច like follow និង comment ស្រូវប្រាំង